អបអរ TV អន្តរជាតិនារី8មីនាអាយុដំអភិសន្តិបណ្ឌិតសសុខារំលេចពីសារៈសំខាន់នៃតួអង្គស្ត្រីនៅគ្រប់វិស័យការងាររបស់បុរសថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីអបអរសាទរខួបលើកទី115ទិវាអន្តរជាតិនារី8មីនាឆ្នាំ2026នៅទីស្តីការក្រសួងមហាផ្ទៃនារសៀលថ្ងៃទី5ខែមីនានេះអាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថាក្នុងនាមជាបុរសបើពុំមានវត្តមានដ៏មានតម្លៃរបស់លោកយាយម្ដាយអ្នកមីងឬបងស្រីនៅក្បែរដើម្បីជ្រោមជ្រែងនិងអប់រំទូមានទេនោះបុរសមិនអាចមានឱកាសពេញលេញបំពេញតួនាទីនិងការងារបានល្អនោះឡើយនៅចំពោះមុខលោកជំទាវកែសុនសុភីសសុខាជាភរិយាអាយុដំអភិសន្តិបណ្ឌិតបានសង្កត់ធ្ងន់ថាសម្រាប់បុរសក្នុងភាពជាអ្នកដឹកនាំឬជាមន្ត្រីបម្រើជាតិគ្រប់វិស័យពិសេសវីរយុទ្ធជនជួរមុខទាំងកងទ័ពនិងនគរបាលគឺស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ទាំងការផ្ដល់កម្លាំងចិត្តការទទួលរ៉ាប់រងដោះស្រាយបន្ទុកគ្រួសារក្នុងពេលបុរសជាស្វាមីត្រូវបំពេញភារកិច្ចបម្រើជាតិនិងប្រជាជនដែលពេលខ្លះស្ទើរតែពុំមានពេលគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារឆ្នាំនេះពិធីអបអរសាទរខួបលើកទី115ទិវាអន្តរជាតិនារី8មីនាឆ្នាំ2026ក្រុមប្រធានបទសន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារសម្រាប់ក្រសួងមហាផ្ទៃពិធីនេះមានការអញ្ជើញចូលរួមពីលោកជំទាវអុកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនុបត្ថម្ភបណ្ឌិតម៉ៅម៉ាឡៃកែកំយ៉ាននិងលោកជំទាវកតិបណ្ឌិតអង្គថាភាវីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការស៊ីវិលមន្ត្រីនគរបាលជាតិនិងមន្ត្រីពន្ធនាគារប្រមាណ700រូបអាយុដំអភិសន្តិបណ្ឌិតបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលកំណត់យកប្រធានបទសន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារប្រធានបទនេះមានភាពប្រតិក្រឡាគ្នាជាមួយប្រធានបទសកលនិងស្របតាមបរិបទជាក់ស្ដែងរបស់កម្ពុជាដោយសន្តិភាពនិងសន្តិសុខគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍជាតិនិងការធានាសុខុមាលភាពរបស់សង្គមនិងគ្រួសារប្រមុខក្រសួងមហាផ្ទៃបានគូបញ្ជាក់ថាគុណតម្លៃរបស់ស្ត្រីគឺជាគុណដែលមានតម្លៃមហាសាលដែលមិនអាចកាត់ថ្លៃបានឡើយដោយស្ត្រីបានលះបង់គ្រប់បែបយ៉ាងតាំងពីកម្លាំងកាយចិត្តរហូតដល់ពេលវេលាផ្ទាល់ខ្លួនដើម្បីជ្រោមជ្រែងគ្រួសារនិងសង្គមជាតិដែលមិនគិតពីការនឿយហត់ក្នុងនោះប្រសិនបើយើងយកតម្លៃនៃទឹកប្រាក់ឬទ្រព្យសម្បត្តិមហាសាលណាមួយមកប្រៀបធៀបក៏មិនអាចស្មើនឹងគុណូបការៈដ៏ឧត្តមឧត្តមរបស់ស្ត្រីបានដែរព្រោះការលះបង់របស់ស្ត្រីគឺការចេញពីសេចក្តីស្រឡាញ់និងការទទួលខុសត្រូវដែលគ្មានអ្វីអាចមកជំនួសបានឡើយក្នុងន័យនេះអាយុដំអភិសន្តិបណ្ឌិតបានលើកទឹកចិត្តដល់គ្រប់ក្រសួងស្ថាប័នគប្បីបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ស្ត្រីដែលកំពុងបំពេញការងារឲ្យកាន់តែមានឱកាសទូលំទូលាយក្នុងការបញ្ចេញសមត្ថភាពនិងចំណេះដឹងនិងត្រូវបន្តផ្ដល់អាទិភាពដល់ស្ត្រីក្នុងការទទួលបានតួនាទីជាអ្នកដឹកនាំនិងការសម្រេចចិត្តក្នុងវិស័យសាធារណៈព្រោះការផ្ដល់តម្លៃដល់ស្ត្រីមិនត្រឹមតែជាការទទួលស្គាល់នូវគុណូបការៈរបស់ពួកគាត់ប៉ុណ្ណោះទេប៉ុន្តែគឺជាការវិនិយោគដ៏ឈ្លាសវៃដើម្បីបុព្វហេតុអភិវឌ្ឍសង្គមជាតិប្រកបដោយបរិយាបន្ននិងចីរភាពពីវេទិកាអធិបតីនោះដែរអាយុដំអភិសន្តិបណ្ឌិតបានកោតសរសើរដោយស្មោះអភិចិត្តចំពោះគុណូបការៈដ៏ឧត្តមឧត្តមរបស់លោកជំទាវបណ្ឌិតបច្ចឹមនីហ៊ុនម៉ាណែតដែលបានលះបង់កម្លាំងកាយចិត្តនិងប្រាជ្ញាស្មារតីដឹកនាំសកម្មភាពមនុស្សធម៌យ៉ាងសកម្មតាមរយៈកាកបាទក្រហមកម្ពុជាសមាគមគ្រូពេទ្យស្ម័គ្រចិត្តធីតានិងសមាគមកាយរដ្ឋនារីកម្ពុជាជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនៃចំនួនព្រំដែនលោកជំទាវបណ្ឌិតតែងតែនៅក្បែរនិងជួយសម្រួលទុក្ខលំបាកដូចជាការគាំពារសុខុមាលភាពជូនប្រជាពលរដ្ឋរងគ្រោះនិងជនភៀសសឹកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតអាយុដំអភិសន្តិបណ្ឌិតក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ Gender ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់លោកជំទាវកែសុនសុភីដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងបុព្វហេតុលើកកម្ពស់សមភាព Gender បរិយាបន្ននិងសមធម៌សង្គមក្រៅពីភារកិច្ចស្នូលក្រុមការងារបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ដូចជាការចូលសួរសុខទុក្ខមន្ត្រីដែលមានទុក្ខលំបាកនិងការផ្ដល់ជំនួយឧបត្ថម្ភដល់កងកម្លាំងជួរមុខការពារបរណភាពទឹកដីព្រមទាំងយុវតីរងគ្រោះក្នុងកាលៈទេសៈចាំបាច់នានាប្រកបដោយឆន្ទៈមោះមុតបំផុត